អូនលីអើយអូនលីភ្ញាក់ឡើងអូនភ្លឺហើយណាទៅលក់អាកោថ្ងៃនេះបងរៀបចំទុកដាក់រួចហើយហើយថ្ងៃណាក៏ដាស់ថ្ងៃណាក៏ដាស់មិនតែដេកបានពេញភ្នែកនឹងគេទេធុញណាស់វ៉ៃអារឿងក្រនេះអូនលីអូនស្រែកខ្លាំងខ្លាំងចឹងចិត្តភ្លឺបែបនេះផ្អើលគេចិត្តខាងអស់ហើយអូនរអ៊ូធ្វើអីបើមុខរបររបស់យើងតែប៉ុណ្្នឹងទៅហើយនោះគឺធុញហ្នឹងណាថ្ងៃណាក៏អាកោតែនៅតែក្រអរហាំតែយើងមិនមែនក្ររហូតទេអូនខំរកទេពិតជាបានសល់ប្រាក់មានបាននឹងគេហើយមិនបាច់និយាយច្រើនទេឲ្យកម៉ាមកដូចលោកទេសនាអញ្ចឹងធុញណាទៅហើយចាំមើលណាតើលក់មិនអស់ចាក់ចោលតែម្ដងអាកោអើយអាកោនេះចុះប៉ានេះវ៉ៃណាទិញទេបើម៉ែខ្មៅរត់តាត្រួយខ្ចីហ្នឹងណាមួយរយដៃរយជើងទៀតហើយណែនាងលៀកអីក៏រអ៊ូម្លេះអើនាងឆាប់ចេះមកលុកមាត់លុកកអីបីទិញអាកោស៊ីទេបើនាងលៀកអើយអាកោអញមកនាងកំណានាងឆាប់ហើយទិញអីក៏តិចម្លេះជួយទិញឲ្យច្រើនផងមែនអញទិញស៊ីម្នាក់ឯងហ្នឹងមានពោះឯណាដាក់អស់ទៅឲ្យទិញច្រើនហើយធុញណាស់លោកអើយដើរលក់មួយថ្ងៃវល់ល្ងាចទៅហើយគ្មានដាច់សោះនាងឆាប៉ាអញឥឡូវនេះស្អាតណាស់មានគ្រឿងអលង្ការពាក់ទៀតផងហើយតាគេមានប្តីជាសនាវដ្តីនៅក្នុងរាជវាំងចង្រៃតែអញទេវើយមកភពប្រសពប្តីកំរក់ក្រអរហាមធ្វើអាកោឲ្យប្រពន្ធលក់ដើរច្រាក់តាមផ្ទះគេណែនាងលៀចអញហៅឯងមកទិញអាកោស៊ីណាមិនមែនហៅឯងមកឲ្យជេរប្តីឲ្យស្ដាប់ទេវើយជេរប្តីបែបនេះវាបាបរកស៊ីវាមិនមានទេឯងដឹងទេនាងលៀចបាបអីក៏បាបទៅអាប្តីធន់អន់បែបនេះជេរព្រឹកជេរល្ងាចអញ្ចឹងហើយអាកោអើយអាកោដាក់ខ្ទិលក់ថោកបើគ្មានកាក់ទិញទេដល់ស្រូវអង្គក៏បានដែរពួកមីនុំមីនាងអើយអស់អ្នកបំរើគេទាំងឡាយស៊ីអាកោទេវើយនេះអាកោដាក់ខ្ទិមេលាជអញមកដល់ហើយស៊ីនេះស៊ីអាកោនាងទេណាវាចេះតែហើមពងកាច់គួតមិនស៊ីទេក៏ហើយទេអញចោលក៏បាននេះអញចោលឲ្យអស់ធុញណាស់វើយខំលក់យ៉ាងម៉េចក៏មិនអស់ដែរខំប្រពៃនេះឡាស្អកក៏អស់ទៅហើយនាងលៀចតើនាងលៀចហើយមកស្រែកឡូឡាស្អីនៅកន្លែងនេះលោកសេដ្ឋីពិសាកោទេជួយទិញដកខ្លះទៅលោកសេដ្ឋីអើយថ្ងៃនេះលក់ដកមិនដាច់ទេមកនេះមកនាងលៀចមកអាយមកទិញច្រើនទេលោកសេដ្ឋីជួយទិញឲ្យច្រើនទៅណាទុកឲ្យខ្ញុំកំដរលោកសេដ្ឋីវាបានស៊ីផងពួកវានឹងសរសើរលោកសេដ្ឋីថាចវាយនាយវាចិត្តល្អចេះគិតគូរដល់ពួកគេចុះបើខ្ញុំទិញយកទាំងអស់
នាងសរសើរខ្ញុំទេ គឺសរសើរថាលោកសេដ្ឋីនេះជាមនុស្សមានចិត្តធម៌ ឥឡូវចេះតែចុះណាខ្ញុំនឹងទិញប៉ុន្តែលោកតាតានាងជួយគក់ច្បាច់ដៃជើខ្ញុំបន្តិចសិនយ៉ាងម៉េចបានទេ ចាស់បានយ៉ាងសប្បាយច្បាច់ច្រើនក៏បានដែរអូយមានសំណាងដល់ហើយដៃមីលៀកនេះថ្ងៃនេះបានប៉ះពាល់សាច់ដល់ភ្លឺរលោងរបស់លោកសេដ្ឋី បើអញ្ចឹងចាប់ផ្ដើមទៅលោកសេដ្ឋីចុកស្រប៉ុនត្រង់ណា ត្រង់ហ្នឹងហើយចុះក្រោមបន្តិចទៅខាត់ក្រោមបន្តិចទៀត សេដ្ឋីនេះទៅណាបានជាបណ្ដោយឲ្យលោកសេដ្ឋីស្ពឹកស្រប៉ុនអញ្ចឹង គេរវល់ការងារគេច្រើនណាស់ ស្លាប់ហើយបើសិនខ្ញុំជាសេដ្ឋីនេះវិញខ្ញុំនឹងនៅក្បែរលោកសេដ្ឋីគ្រប់ដង្ហើមតែម្ដងបំរើគ្រប់បែបយ៉ាងទាំងអស់មិនទុកឲ្យស្វាមីល្អដូចជាលោកសេដ្ឋីនេះនៅអបសុកម្នាក់ឯងដូច្នេះទេ នាងលីនាងដូចជាមាននិស្ស័យនឹងខ្ញុំណានាងមានអន់ឯណាសាច់ឲ្យភ្លឺរលោងសម្ដីក៏ពីរោះមិនស័ក្តិសមនឹងដើរលក់អកោសោះ ខ្ញុំតូចចិត្តណាស់លោកសេដ្ឋីបើកម្មខ្ញុំក្រាស់យ៉ាងនេះមកភពប្រសពជាមួយប្តីក្រដើរលក់អាកោ នាងចាំមកនៅក្បែរខ្ញុំទេ ចាចង់ជាទីបំផុតហើយនេះប៉ុន្តែមិនអាចទេ គឺត្រូវតែអាចព្រោះអាសរាយប្តីរបស់នាងនៅជាពាក់ប្រាក់ខ្ញុំច្រើនណាបើវាគ្មានប្រាក់សងខ្ញុំទេនោះនាងឲ្យមកខ្ញុំសឹក5